លេវ៉ាថានគឺជាសត្វដ៏ធំសម្បើមមែនទែនហើយរូបរាងរបស់វាត្រូវបានគេកំណត់សម្គាល់ថាវាដូចជាសត្វពស់យ៉ាក់អញ្ចឹងថ្ងៃនេះ120សេកុននឹងនាំបងប្អូនមកឲ្យស្គាល់អំពីប្រវត្តិសត្វទេវកថាដែលធ្លាប់បានកើតមាននៅក្នុងពិភពលោកយើងនេះទី1បិសាចសមុទ្រលេវ៉ាថានគឺជាសត្វចម្លែកដ៏ធំមហិមានៅក្នុងពិភពលោកយើងដែលត្រូវបានគេរៀបរាប់នៅក្នុងសាសនាយូដានិងគ្រិស្តសាសនាហើយវាក៏ត្រូវបានចងក្រងនៅក្នុងព្រះគម្ពីរ Old Testament លេវ៉ាថានគឺជាសត្វដ៏ធំសម្បើមមែនទែនហើយរូបរាងរបស់វាត្រូវបានគេកំណត់សម្គាល់ថាវាដូចជាសត្វពស់យ៉ាក់អញ្ចឹងហើយនៅក្នុងសៀវភៅយោបនៅក្នុងទំព័រទី41នៃព្រះគម្ពីរលេវ៉ាថានគឺវាមានស្បែករឹងមាំប្រៀបបានដូចជាឡានពាសដែកអញ្ចឹងគឺគ្មានអាវុធណាអាចបាញ់ទម្លុះវាបានឡើយហើយសមត្ថភាពដ៏អស្ចារ្យរបស់វាគឺវាអាចបាញ់ភ្លើងចេញតាមមាត់និងច្រមុះរបស់វាបានថែមទៀតហើយនៅក្នុងពិភពលោកហ្នឹងគឺគ្មាននរណាអាចកំចាត់លេវ៉ាថានបានឡើយគឺមានតែម្នាក់គត់គឺព្រះជាម្ចាស់ដែលអាចឃុំក្រងកំចាត់និងសម្លាប់លើលេវ៉ាថានបានទី2នោះគឺអាមីតគឺជាអាទិទេពអារក្សញីមួយដែលត្រូវបានគេចងក្រងនៅក្នុងទេវកថារបស់អេស៊ីបអាមីតនាងមិនមែនជាអាទិទេពដែលត្រូវបានគេគោរពបូជានោះទេប៉ុន្តែអាមីតត្រូវបានគេតំណាងអំពីការដាក់ទណ្ឌកម្មទៅវិញចំណែកឯលក្ខណៈសម្បត្តិរបស់អាមីតវិញគឺនាងមានរូបរាងពិសេសខ្លាំងមែនទែនដោយរូបរាងរបស់នាងគឺត្រូវបានកាត់បញ្ចូលគ្នារវាងសត្វកំណាចទាំង3របស់អេស៊ីបដោយក្បាលនិងដងខ្លួនខាងមុខរបស់នាងគឺប្រៀបបីបានដូចជាសត្វក្រពើអញ្ចឹងចំណែកឯផ្នែកកណ្ដាលនៃដងខ្លួនរបស់នាងវាប្រៀបបានដូចជាសត្វខ្លារីឯដងខ្លួនខាងក្រោយរបស់នាងវាដូចជាដំរីទឹកទៅវិញបាទសម្រាប់សាច់រឿងរបស់យើងមានតែប៉ុណ្្នឹងទេបាយបាយអ្នកនរគ្នា